ក្នុងជីវិតអ្នករស់នៅទីក្រុងជួនកាលយើងហាក់ដូចជារវល់ខ្លាំងពេកយើងរត់តាមពេលវេលារត់តាមការងាររហូតភ្លេចសួរខ្លួនឯងថាតើយើងពិតជាមានសេចក្តីសុខដែរឬទេភាពតានតឹងនិងអាហារដែលពោរពេញទៅដោយសារធាតុគីមីកំពុងតែបំផ្លាញសុខភាពយើងបន្តិចម្ដងដោយពុំដឹងខ្លួនផ្លូវកាយដែលនឿយហត់វានាំមកផ្លូវចិត្តយើងកាន់តែស្មុគស្មាញសម្រាប់ខ្ញុំការដាំបន្លែលើដំបូលផ្ទះមិនមែនត្រឹមតែជាការរកអាហារមកដាក់ក្នុងក្រពះប៉ុណ្ណោះទេតែវាគឺជាការដកខ្លួនចេញពីភាពអ៊ូអរភាពស្មុគស្មាញមកផ្សារភ្ជាប់ជាមួយធម្មជាតិវិញរាល់ពេលដែលខ្ញុំមើលឃើញពណ៌បៃតងនិងការលូតលាស់ចិត្តដែលធ្លាប់តែនឿយហត់ក៏ប្រែជាស្រស់ស្រាយមកវិញនៅពេលដែលយើងញ៉ាំបន្លែដែលយើងដាំដោយផ្ទាល់ដៃខ្លួនឯងផ្លូវកាយយើងទទួលបានវីតាមីននិងសុវត្ថិភាពនៅពេលដែលយើងចំណាយពេលវេលាជាមួយវាផ្លូវចិត្តយើងទទួលបានភាពស្ងប់ស្ងាត់និងក្តីសុខដែលលុយមិនអាចទិញបានកុំចាំតតែឈឺទើបងាកមកមើលថែសុខភាពពីខ្ញុំកសិករទីក្រុង